បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទុទាយគូស្រករនៅថ្ងៃនេះខ្ញុំសូមលើកយកប្រុសឆ្នាំខាលធាតុឈើពងយក្សស្រីនិងស្រីឆ្នាំមម៉ែធាតុមាសពងទេវតាស្រីបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទុទាយឆ្នាំទាំងពីរនេះគឺសម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដូចនេះបើប្រុសឆ្នាំខាលធាតុឈើពងយក្សស្រីនិងស្រីឆ្នាំមម៉ែធាតុមាសពងទេវតាស្រីបានគ្នាជាប្តីប្រពន្ធល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនមានការតោះតែងពាក្យសម្ដីគ្នាបន្តិចចាប់ពីបានកូនមួយទៅអ្នកឆ្នាំមម៉ែធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំខាលនៅពេលលោកអ្នកទៅរកលោកអាចារ្យមើលពលិកាគូឲ្យលោកអាចារ្យមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរដើម្បីយកកូនស្រីឬកូនប្រុសឲ្យត្រូវធាតុរបស់អ្នកទាំងពីរទៅរស់នៅជាមួយគ្នាបានសេចក្តីសុខចម្រើនការមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរគេត្រូវយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគុណគូមើលសូមអរគុណ